một ní miên ca ấy một sông nhom phơi chỉ bông thông mền tế bông thông lõ nè từ ngày một anh chi mình đủ bọc nhom hỏi sông phơi chỉ bông thông phòng lên từ chấp pi penny từ khi nè na hiên phơi bab anh tiệt tệ hung mục pha cứ chịp ke rồi bọc anh hỏi từ score nè rụt như từ lên từ cầm láng bị sai cầm rợt một còn một cho chăm bắt vô cả đội anh một tiệt từ túi dọc hơi nè sông tốt nhom ọt chết nà tệ mộtអង្គុយ sân mộtអង្គុយ ចុះ ខ្ញុំទៅយកឆ្នាំឲ្យកុំរពេះអីមើលគេឲ្យចប់ណាកុំឲ្យគេរត់រួចឲ្យសោះខ្ញុំមកវិញព្រាមហើយបងធំដើរយឺតណាកុំបារម្ភអីបងធំឆាំងភីងអានរត់មិនរួចសំបីមួយជំហានឡើយឮថាឆាំងភីងអាននេះខ្លាំងពូកែណាស់មែនទេមែនហើយណែទៅគេធ្លាប់ជាគ្រូបង្កាប់បិសាចចុះមិនក៏ព្រមមកនៅទីនេះទៅវិញឲ្យតែគេមិនដឹងថាភូមិមុខខ្វានេះគឺជាច្រកទ្វារទៅកាន់ឋាននរកហើយអណ្ដូងស្ងួតនៅខាងជើងគឺជាផ្លូវចេញចូលតែមួយគត់គេច្បាស់ជារត់មិនរួចឡើយពួកឯងទៅឲ្យផុតទៅឆាំងភីងអាននឹកស្មានមិនដល់សោះសូម្បីតែលោកជីសាក៏មកដែរអញជាអ្នកប្រាប់ដំណឹងនេះដល់ខ្ញុំប្រាក់រង្វាន់ 40,000 ដំឡឹងនេះនឹងចែកឲ្យអញមួយចំណែកអរគុណលោកជីសាហើយខ្ញុំមិនមែនជាបិសាចទេឲ្យតែមានពេលខ្ញុំមុខជាអាចកំចាត់ទៀតបិសាចនេះបានមិនខានបិសាចហឹងឯងច្បាស់ជាមិនមែនឡើយតែឯងគឺជាប្រាក់សុទ្ធ 40,000 ដំឡឹងឆាំងភីងអានសូមធ្វើជាបងធំហើយចង់រត់ចោលអញ្ចឹងហេរឿងរបស់ខ្ញុំកុំមកចេះដឹងសូមធ្វើជាបងធំហើយកាដូជួបមុខក៏ទទួលហើយដែរលេបឆ្នាំទៅស្រីម្នាក់នេះហ៊ានថ្លើមធំនៅចំពោះមុខលោកជីសាផងហាមែនហើយចង់មកមែនតើបើចង់សម្លាប់គេត្រូវសម្លាប់ខ្ញុំសិននាងនេះមិនធម្មតាឡើយថ្ងៃនេះខ្ញុំសម្លាប់តែឆាំងភីងអានម្នាក់គត់អ្នកដទៃមិនពាក់ព័ន្ធប្រញាប់ថយចេញទៅនាងកុំមកចេះដឹងរឿងនេះអីឲ្យតែមានបងធំនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអញទេហ៊ានសុំធ្វើជាបងធំផងល្អណាស់ហ៊ានរាប់អានបងប្អូនជាមួយបិសាចផងនេះបិសាចញីនេះឈ្មោះឆ្មៃខ្លាំងណាស់តើលោកជីសាកំចាត់ពួកវាទាំងពីរនាក់រួចយកទៅបើករង្វាន់ទៅដាវដើរតាមចិត្តធាតជីងៀកខ្លានាងឈួតមែនទេខ្ញុំធ្វើនេះក៏ដើម្បីល្អសម្រាប់អញដែរអញមើលពួកវាដូចមនុស្សខ្ញុំសួរនាងតើនាងឲ្យខ្ញុំលេបអីគេហ្នឹងថ្នាំបំពន់អញជឿដឹងខ្លួនទេមានតែខ្មោចទេទើបជឿនាងមានចិត្តល្អអញ្ចឹងតាំងពីកាលដឹងថាថ្នាំពលឬអត់ផងបើពលវារត់តែធ្ងន់ធ្ងរជាងនេះទៀតរឿងរបស់ខ្ញុំមិនបាច់នាងចេះដឹងអញឆ្លុះជាមួយខ្ញុំឡើងយូរតើថ្នាំដែលខ្ញុំឲ្យលេបហ្នឹងវាជាថ្នាំពលមែនអត់ខ្លាំងពូកែណាស់តើអស់ចាមែនគួរឲ្យចាប់អារម្មណ៍ណាស់មិនអន់ទេតើត្រឡប់ទៅវិញទៅមកពីឯងទាំងអស់គិតតែពីចេញគំនិតផ្ដេសផ្ដាស់ខ្ញុំធ្វើនេះក៏ដើម្បីបងធំដែរតើគ្រូបង្កាប់បិសាចមកទីនេះរាល់ថ្ងៃអញចង់អង្គុយមើលគេទៅស្លាប់មែនទេចុះអញចង់អង្គុយមើលដៃខ្ញុំត្រូវបងធំកាច់បំបាក់មែនទេខ្ញុំក៏ត្រូវគេវាមិនតិចដែរតើឆ្លុះគ្នាធ្វើអីមិនមែនដោះលែងឆាំងភីងអានទៅហើយទេហេត្រូវគេវាមួយប្រៅនេះក៏វាមានតម្លៃដែរឮថាលោកឆាំងភីងអានមានសមត្ថភាពព្យាបាលរបួសដោយមិនបាច់ប្រើថ្នាំតាមពិតទៅគឺជាឯងសោះហេខ្ញុំមិនឡំធ្វើជាឆាំងភីងអានហ្នឹងគឺគ្រាន់តែចង់ឲ្យពួកលោកដែលជាគ្រូសង្កត់វិញ្ញាណជួយសង្គ្រោះខ្ញុំបន្តិចតើចង់ឲ្យខ្ញុំស្លាប់ហ៎សម្ដីក្រអាចក្រទុំម្លេះលោកម្ចាស់ជីសានទោះជាសម្លាប់នាង100ដងក៏ដោយក៏មិនបាច់ខំប្រឹងអស់កម្លាំងអីបន្តិចអញ្ចឹងរឹតតែល្អទៅទៀតសៀវហុងទាឈ្មោះនេះខ្ញុំមិនដែលលើពីមុនមកសោះចុះជីសានឈ្មោះនេះខ្ញុំក៏មិនដែលឮដូចគ្នាដែរ
មកពីនាងចំណេះដឹងទៀតពេកទេតានៅក្នុងបញ្ជីបង្ក្រាបបិសាចលោកម្ចាស់បានកំចាត់មេបិសាចកម្ពុជាពីក្នុងចំណោមទាំង3រួចទៅហើយប៉ុន្តែការកំចាត់ស្ដេចបិសាចស៊ុនអូខុងបែរជាខ្លាចជាបំណងប្រាថ្នាជាច្រើនឆ្នាំរបស់លោកម្ចាស់ គួរឲ្យស្ដាយណាស់កាលពីថ្ងៃដែលស្ដេចបិសាចស៊ុនអូខុងបង្ហាញខ្លួននោះ លោកម្ចាស់កំពុងតែជិះទូកក្តោងពណ៌ស្កាត់តាមដងទន្លេផឹកស្រវឹងជោគជុំយ៉ាងសប្បាយរីករាយបំផុតប៉ុន្តែដោយសារតែរឿងនេះទើបធ្វើឲ្យបាត់បង់ឱកាសនេះទៅវិញពិតជាគួរឲ្យស្ដាយមែនរឿងអតីតកាលគ្រាន់តែជាបទពិសោធន៍មិនមែនជាសម្ពាធអីឡើយអ្វីដែលគួរលះបង់ក៏លះបង់ទៅ ខ្ញុំលះបង់វាយូរហើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចទេទឹកភ្នែកវានៅតែហូរមកមិនព្រមឈប់តតែសោះហូរទឹកភ្នែកមកនឹងគឺត្រូវហើយព្រោះទីនេះជាទីក្រុងឋានសួគ៌កំសាន្តណា ចុះបើជាទីក្រុងកំសាន្តមិនមែនគួរតែមានតែក្តីសុខទេ សម្រាប់ខ្ញុំទៅពួកលោកច្បាស់ជាមានក្តីសុខមកពួកលោកមានក្បាច់អីខ្លាំងជាងនេះទៀតអត់ ប្រឹងថែមបន្តិចមកពួកលោកធ្វើបានតើចុះប្រាក់រង្វាន់លើក្បាលនាងយ៉ាងម៉េចដែរ អត់មានកំណត់ត្រាពីនាងទេបាទឯងមិនសមនឹងស្លាប់ក្រោមមុខដៅរបស់ខ្ញុំទេ ខ្ញុំមិនដេញដោលជាមួយឯងទៀតឡើយ ក្បាច់ដៅរាប់ម៉ឺនវើរោគប្រភពរបស់ឯងនឹងពិតជាមិនកើតការមែនចេញដៅមកឡើងច្រើនសន្ធឹកសន្ធាប់តែមើលទៅល្អមើលតែគ្មានប្រយោជន៍ហេតុអីមិនសាកប្រមូលផ្ដុំធម្មពលខាងក្នុងទៅលើដៅតែមួយមើលទៅសម្រាប់ខ្ញុំតែមួយដៅគឺគ្រប់គ្រាន់ហើយ សម្ដីខ្លាំងធំម្លេះ មិនដែលធ្លាប់មានបិសាចណាអាចរស់រានមានជីវិតក្រោមមុខដៅជីសានឡើយឯងងាប់ដាច់ខាតលើកនេះថ្ងៃនេះនឹងឲ្យឯងបានឃើញច្បាស់ភ្នែកថាអ្វីទៅជាលេខ1ក្រោមមេឃ មែនទេលោកម្ចាស់ជីសានអស្ចារ្យណាស់អញ្ចឹងចូលឯងមកសាកភ្លក់រសជាតិក្បាច់ដៅតែមួយបើកមេឃមើលទៅ លែងទៅមិនទៅទេវើយរឿងដែលពួកឯងវាយគ្នាធ្វើពុតជាឈឺដើម្បីបោកប្រាស់បងធំរបស់ពួកឯងនោះខ្ញុំនឹងរៀបរាប់ប្រាប់គាត់គ្រប់ម៉ាត់មិនឲ្យចន្លោះឡើយធ្វើជាមនុស្សគួរតែមានគោលការណ៍ខ្លះផងទៅមើលបើពួកឯងមិនព្រមប្រាប់ខ្ញុំថាធាតុបិសាចនៅឯណាទេថ្ងៃនេះខ្ញុំនឹងអង្គុយនៅទីនេះមិនទៅណាទាំងអស់ក្បាច់របស់លោកម្ចាស់ជីសានមិននឹងហៅថាអីចឹងនេះជាកម្រិតកម្ពស់បំផុតនៃក្បាច់ដាវហើយ គឺមនុស្សនឹងដាវរួមគ្នាជាតែមួយមនុស្សជាដាវជាមនុស្សហ ៅកាត់ថាមនុស្សដាវអញ្ចឹងមានន័យថាលោកម្ចាស់ជីសានឈ្នះហើយមែនទេពិតជាលោកម្ចាស់ជីសានខ្លាំងពូកែជាងមួយកម្រិតមែនមិនខុសឈ្មោះជាលេខ1ក្រោមមេឃឡើយលោកម្ចាស់ជីសានខ្លាំងពូកែគ្មានពីរក្នុង1000ឆ្នាំមកនេះគ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយ ទៅឯងគិតថាបងធំនឹងជឿរឿងនេះអត់ គ្រាន់តែប្រាប់ថាគ្រូសង្កត់វិញ្ញាណជាអ្នកឆក់យកខ្លួនឆាំងភីងអានទៅគឺបានហើយតើត្រូវហើយបើគុំតែមានពួកយើងខំប្រឹងការពីអស់ពីសមត្ថភាពទេនោះឆាំងភីងអានស្នាមរបួសនៅលើខ្លួនពួកយើងនេះហើយគឺជាផុសតាងមានហេតុផលសំរុំតើមានតែពួកឯងពីរនាក់ទេដែលមានគំនិតឆ្លាតវៃបែបនេះ ស្អីគេហ្នឹង ខ្ញុំនិយាយអីខុសមែនទេគំនិតដែលថាធ្វើពុតជាត្រូវគេវាដើម្បីបោកបងធំនោះគឺឯងជាអ្នកគិតហើយរឿងកន្លែងលាក់ទុកធាតុបិសាចក៏ជាឯងដែលដាច់ចិត្តប្រាប់គេដែរគឺឯងជាអ្នកប្រាប់គេថាធាតុបិសាចស្ថិតនៅលើខ្លួនរបស់ព្រះគង្គាពូហេងនិងបិសាចត្រីសៀនមីងនឹងណាពួកឯងលុតជង្គង់សំពះខ្ញុំធ្វើអីហ្នឹង បើត្រូវលុតជង្គង់គឺត្រូវតែជាខ្ញុំលុតជង្គង់សំពះពួកឯងវិញទេតើបងធំខ្ញុំនិយាយពិតមែនណា រឿងទាំងអស់នេះគឺជារបស់អាពីរអ្នកនេះជាអ្នកធ្វើទាំងអស់មិនពាក់ព័ន្ធនឹងខ្ញុំបន្តិចណាឡើយអាឆ្កែនេះ ទៅងាប់ទៅឯង